លោកហ៊ុនម៉ាណែតកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនចាត់ទុកការធ្វើបាតកម្មប្រឆាំងរូបលោកនៅប្រទេសអូស្ត្រាលីថាអាចជាប់ពាក់ព័ន្ធនឹងគណៈបក្សសង្គ្រោះជាតិនៅទីក្រុងភ្នំពេញក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈបក្សសង្គ្រោះជាតិបដិសេធការចាប់ប្រកាន់នេះហើយថាគណៈបក្សប្រឆាំងតែងតែចង់ឲ្យមានការរួបរวมជាតិចាលោកទីនតាការីយ៉ារាយការណ៍បញ្ហានេះលោកហ៊ុនម៉ាណែតថ្លែងថាការធ្វើបាតកម្មប្រឆាំងក្រុមលោកនៅអូស្ត្រាលីគឺអាចជាប់ពាក់ព័ន្ធនឹងគណៈបក្សសង្គ្រោះជាតិនៅទីក្រុងភ្នំពេញលោកហ៊ុនម៉ាណែតជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្មជាមេបញ្ជាការរងកងទ័ពជើងគោកនិងជានាយរងសេនាធិការចម្រុះនៃកងយុទ្ធពលខេមរៈភូមិន្ទផងលោកមានប្រសាសន៍ថាមេដឹកនាំគណៈបក្សសង្គ្រោះជាតិនៅអូស្ត្រាលីជាអ្នកញុះញង់គៀងគរអ្នកមកចូលរួមបាតកម្មប្រឆាំងនឹងរូបលោកតែចំនួនអ្នកធ្វើបាតកម្មនេះមានចំនួនតិចតួចប៉ុណ្ណោះរីឯអ្នកចូលរួមនឹងលោកមានចំនួនច្រើនជាងលោកហ៊ុនម៉ាណែតប្រមានថាការធ្វើបាតកម្មនេះគឺគណៈបកប្រជាជនកម្ពុជាក៏មានកម្លាំងសម្រាប់ធ្វើបាតកម្មប្រឆាំងវិញដែរក៏ប៉ុន្តែលោកមិនចង់ឃើញខ្មែរបែកបាក់គ្នានោះទេលោកបន្ថែមថាការធ្វើបាតកម្មនោះក្រុមបាតកោគ្មានទាមទារអ្វីពិតប្រាកដទេគឺមានតែការជេរប្រមាថតែប៉ុណ្ណោះបាតកម្ម3កន្លែងខ្ញុំលើកតែមួយកន្លែងគត់2កន្លែងទៀតអាចមានអ្នកដែលគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិជួខ្ញុំអត់និយាយទេខ្ញុំនិយាយនៅអាដាលេដព្រោះយើងមានភស្តុតាងនិងមានរូបភាពច្បាស់លាស់ដែលថ្នាក់ដឹកនាំនៅនោះហើយមានរចនាសម្ព័ន្ធរបស់គណៈបក្សសង្គ្រោះជាតិនៅនោះលោកលឹមសម័យគឺជាប្រធានគណៈបក្សសង្គ្រោះជាតិនៅនោះហើយក្បាលម៉ាស៊ីនគាត់ដឹកនាំតែម្ដងឥឡូវមេបកនៅភ្នំពេញប្រជាអត់ឲ្យធ្វើមេបកមួយនៅនោះឆ្លើយតបនឹងការចាប់ប្រកាន់នេះមន្ត្រីនាំពាក្យគណៈបក្សសង្គ្រោះជាតិលោកយមសវណ្ណបញ្ជាក់ជាថ្មីថាការធ្វើបាតកម្មនៅអូស្ត្រាលីនោះមិនជាប់ពាក់ព័ន្ធនឹងគណៈបក្សសង្គ្រោះជាតិឡើយលោកអះអាងថានៅទូទាំងសកលលោកគណៈបក្សសង្គ្រោះជាតិគ្មានរចនាសម្ព័ន្ធនៅក្រៅប្រទេសទេគឺមានតែក្រុមអ្នកគាំទ្រប៉ុណ្ណោះលោកយមសវណ្ណអះអាងថាគណៈបក្សសង្គ្រោះជាតិចង់ឲ្យមានការចរចាគ្នាជាធំមិនមែនជាការធ្វើបាតកម្មប្រឆាំងគ្នានោះឡើយធ្វើនៅក្រៅប្រទេសហ្នឹងគឺអត់ស្ថិតនៅក្រោមការរៀបចំរបស់គណៈបក្សសង្គ្រោះជាតិទេបើសិនជាប្រជាពលរដ្ឋដែលគាត់ចូលរួមហ្នឹងជាសិទ្ធិរបស់គាត់ម្នាក់ៗទេយើងអត់មានការណែនាំឬអត់មានបើសិនជាយើងធ្វើយើងប្រកាសជាមានចេញណែនាំជាត្រូវការឬមួយជាលិខិតស្នាមស្អីតាមសេចក្តីរាយការណ៍ផ្ទាល់របស់លោកជុនច័ន្ទបុតថាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីប្រមាណជាង500នាក់នាំគ្នាតវ៉ានៅរាត្រីថ្ងៃទី7ខែតុលាដើម្បីប្រឆាំងនឹងវត្តមានកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនគឺលោកហ៊ុនម៉ាណែតទាមទារឲ្យយុត្តិធម៌ជូនលោកបណ្ឌិតកែមលីដែលត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី10កក្កដាកន្លងទៅនិងទាមទារឲ្យមានការដោះលែងសកម្មជននិងសមាជិកសភាបកប្រឆាំងដែលកំពុងជាប់ពន្ធនាគារលោកហ៊ុនម៉ាណែតបានដឹកនាំក្រុមចលនាយុវជនទៅប្រទេសអូស្ត្រាលីកាលពីថ្ងៃទី6តុលាលោកហ៊ុនម៉ាណែតបញ្ជាក់ថាបេសកកម្មរបស់លោកនៅអូស្ត្រាលីនេះគឺដើម្បីផ្សព្វផ្សាយអំពីការអភិវឌ្ឍរបស់រដ្ឋាភិបាលនិងស្វែងរកអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀតអ្នកខ្លោមើលផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះមានប្រសាសន៍ថាអ្នកនយោបាយខ្មែរត្រូវតែបញ្ឈប់ការលាបពណ៌ដាក់គ្នាពីព្រោះថាប្រវត្តិសាស្ត្របានបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយបានដឹងឮរួចហើយអំពីចំនួនរវាងមេដឹកនាំខ្មែរឥតឈប់ឈរនេះលោកមាសនេះសង្កត់ធ្ងន់ថាលោកហ៊ុនម៉ាណែតត្រូវតែធ្វើជាមេដឹកនាំគំរូសម្រាប់សង្គមជាតិតាមគុណម៉ាណែតដែលគាត់តែងតែត្រូវបានពលរដ្ឋខ្មែរទៅសើថាគាត់ជាអ្នកដឹកនាំនៃក្មេងនេះណាបើខ្ញុំជាគាត់វិញខ្ញុំគួរតែរកមធ្យោបាយដើម្បីនាំប្រទេសខ្មែរឲ្យចេញផុតពីស្ថានភាពបែបហ្នឹងណាតែការបាតកម្មនេះវាឥឡូវនេះវាពីដើមមកយើងគិតថាបាតកម្មនៅក្នុងស្រុកវាមាននៅក្នុងស្រុកតែបន្តឥឡូវនេះវារាលដាលរឿងពីក្នុងស្រុកទៅក្រៅស្រុកទោះបីជាយ៉ាងណាក៏ដោយលោកហ៊ុនម៉ាណែតបានលើកឡើងថាលោកក៏ចង់ឲ្យអ្នកនយោបាយយកការជជែកគ្នាជាធំដែរហើយក៏មិនមែនចង់ធ្វើការវាយប្រហារគ្នាបន្តវេនដល់ក្មេងជំនាន់ក្រោយដែរអ្វីដែលគណៈបក្សសង្គ្រោះជាតិធ្វើនៅអាដាលេដនេះតើវាចង់បានន័យថាម៉េចវាយគ្នាទៅជំនាន់ក្រោយទៀតតែយ៉ាងម៉េចជាក្រុមការងារយុវជនដែលតំណាងឲ្យជំនាន់ក្រោយបើបងប្អូនខាងគណៈបក្សសង្គ្រោះជាតិបង្ហាញថាវាយទៅជំនាន់ក្រោយទៀតអាចធ្វើម៉េចគណៈបក្សសង្គ្រោះជាតិប្រកាសផ្អាកប្រជុំសភាជាបណ្ដោះអាសន្នភ្លាមជាថ្មីម្ដងទៀតកាលពីថ្ងៃទី7តុលាដោយសំអាងថាគណៈបកនេះគិតពីសុវត្ថិភាពផ្ទាល់ខ្លួនដោយដឹងថានឹងអាចមានអ្វីមួយកើតឡើងលើតំណាងរាស្ត្រគណៈបកប្រឆាំងកាលពីខែតុលាតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិចំនួន2រូបត្រូវបានបាតកោគាំទ្រគណៈបកប្រជាជនកម្ពុជាប្រាហិង្សារងរបួសធ្ងន់កាលពីខែតុលាឆ្នាំ2015គឺលោកញយចម្រើននិងលោកកុងសុភាអ្នកខ្លោមើលផ្នែកអភិវឌ្ឍសង្គមលោកបណ្ឌិតមាសនេះបញ្យល់ថាគណៈបកនយោបាយជាប់ឆ្នោតទាំងពីរត្រូវតែបង្កើតទំនុកចិត្តគ្នាទៅវិញទៅមកដើម្បីបង្កើតឲ្យមានភាពកក់ក្ដៅរៀងៗខ្លួនលោកបានលើកជាឧទាហរណ៍ថាចំនួនរវាងគណៈបកហ្វុនពេជ្រនិងគណៈបកប្រជាជនកម្ពុជារហូតដល់បង្ហូរឈាមដាក់គ្នាក៏ប៉ុន្តែនៅទីបំផុតគ្មានបរទេសណាមកផ្សះផ្សានោះឡើយអាចអាក្រក់ជាងកាលពីមុនទៀតបើសិនជានយោបាយមិនរកច្រកដើម្បីបង្រួបបង្រួមគ្នាទេនោះហើយការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងក៏មិនអាចធ្វើទៅរួចដែរប្រសិនបើមេដឹកនាំខ្មែរនៅតែបែកបាក់នោះខ្ញុំទីនសាការីយ៉ាអាស៊ីសេរីពីរាជធានីភ្នំពេញ